វាងព្រឿងសុជាតិនិងហើនប៉ាសិទ្ធិនាយកថៃហើយណែព្រឿងសុជាតិបានកម្លាំងចិត្តពីសិស្សច្បងរួមក្លឹបគឺលោកម៉ឺនសុភាដែលជាកីឡាករលំដាប់ជួរមុខនៅក្នុងក្លឹបហើយដែលមានរហស្សនាកណ្ដាប់ដៃថ្មកីឡាករថៃមួយចំនួនមិនសូវហ៊ានប៉ះជាមួយនឹងម៉ឺនសុភារបស់យើងទេបាទមួយដៃប៉ើងបាទចឹងមកល្មមអត់សូវហ៊ានចាប់គូប៉ះទេកម្មវិធីនាំមកជួយលោកអ្នកដោយ ISI Farm បាទគឺជាផលរបស់ក្រុមហ៊ុន ISI Steel មានស័ក្តិសិទ្ធិមានដែកបាទគ្រប់ប្រភេទសម្រាប់តម្រូវការគ្រប់សំណង់អគារតូចធំនិងគេហដ្ឋានជាពិសេសមានការធានាជូននៅបាទស័ក្តិសិទ្ធិមានការធ្លុះអីច្រេះបាទសម្រាប់ការធានាគឺមានរហូតដល់10ឆ្នាំបាទពិតជាមិនធម្មតា ISI Farm ជាប់ធន់ជានិរន្តរ៍យើងមើលការប្រកួតបន្តស្ទាបស្ទង់បច្ចេកទេសគ្នាទឹកទី1ដល់ត្រង់របស់ហើនប៉ាសិទ្ធិនាយកថៃបាទយើងព្រឹងជាតិបានកម្ពស់បាទបានកម្ពស់កម្ពស់ជាងទេ1ម៉ែត្រ65និង1ម៉ែត្រ64មើលការអាំងទាំងពីរធ្វើបានដោយបំណងរបស់គេដែរឬទេនឹងមានមួយសមបំណងនិងមួយមិនសមបំណងគាត់កាត់មួយពីហើនប៉ាតែមិនបានប្រាជ្ញាចោលមួយទៀតព្រឹងជាតិចូលមួយពីក៏អត់ដល់ដូចគ្នាសោយដោចូលចាប់រុញអបតារិញជង្គង់ស្រាលស្រាលញ៉ាំកណ្ដាលបំបែកបាយក្រុមជើងសេះចង់ធាក់របស់ហើនប៉ាតែមិនបានចូលទៅចូលបុកកាយ5រាប់ព្រឹងជាតិមួយហើយអត់ទាន់ចំកន្លែងល្អទេបាទចូលមួយទៀតជាយាមប្រើកណ្ដាប់ដៃតែបាទទាស់គ្នាមិនបានចូលទេអីអូយមួយដៃរបស់ហើនប៉ាធ្វើឲ្យព្រឹងជាតិងាក់ហើយក្រោយដួលចូលគាត់ជើងក្រោមបាត់កាយស្នាមរបស់ព្រឹងជាតិចូលចាប់ខ្លីរុញផ្អាប់ខ្សែរែងញ៉ាំកណ្ដាលបបែកលួចឆ្មក់មួយធ្ងន់មួយពីររបស់ហើនប៉ាវេព្រឹងជាតិចូលបុកកាយឆ្វេងរបស់ហើនប៉ាអោនក្បាលចូលកាយស្ដាំរបស់ព្រឹងជាតិអាយយចាប់ផ្ដើមហើយអាវុធធ្ងន់ចេញតាំងពីចុងទឹកមួយដែរចូលចាប់រុញផ្អាប់បញ្ញាកណ្ដាលបបែក20វិនាទីទឹកទី1ស្ដាំរបស់សុជាតិគាត់ក្រោមរបស់ហើនប៉ាសុជាតិចូលខ្លីមួយពីរដាប់ដៃសម្រាប់ការប្រកួតគួរអន្តរជាតិនេះផងដែរក្រុមហ៊ុន ISI Farm បានឧបត្ថម្ភក្នុងម្នាក់ចំនួន 150,000 រៀលបាទសូមអបអរសាទរបាទបានទទួលប្រាក់ឧបត្ថម្ភទៀតហើយបាទពី ISI Farm មួយអ្នក 150,000 រៀលបាទសម្រាប់គូអន្តរជាតិបាទហើយសម្រាប់គូមិត្តភាពជាតិនិងជាតិគឺ 50,000 រៀលពីគូមកហើយបានទទួលការឧបត្ថម្ភពី ISI Farm បាទទស្សនាបន្តទៀតទឹកទី2រវាងព្រឹងសុជាតិកីឡាករកម្ពុជានិងហើនប៉ាសិទ្ធិនាយកថៃគាត់ស្ដាមរបស់សុជាតិបាទចូលជ្រុំធ្វើកែងខ្លីរបស់ហើនប៉ាអាចមានគ្រោះថ្នាក់ណាបាទបាយប្រយោលសុជាតិអាចមានតែវាយគៀកតប្រយ័ត្នខ្លាំងពួកកែងរបស់ហើនប៉ាគាត់បុកពីក្នុងចេញក្រៅបាទសើយពីក្រោមឡើងលើជាតិដោតម្រងនៃការប្រកួតហើយបាទមិនឲ្យហើនប៉ាចូលគៀកទេបាទប្រយ័ត្នរៀងខ្លួនគាត់ប្រអប់ជើងខាងក្នុងខ្លាចឡើងលើទីគឺចំកន្លែងហាមគាត់ជាតិចូលក្នុងខ្លីគៀកបោកមិនដួលអោបរុញផ្អាប់ខ្សែរែងអាញាកណ្ដាលបបែកបាទព្រោះទឹកទី1ម៉ៃមិញសុជាតិបាទផ្លាត់ចូលកែងខ្លីរបស់ហើនប៉ាមកកែងឆ្វេងធ្វើឲ្យត្រត់ទៅក្រោមហើយតែអត់នេះទេបាទអត់ទាន់ត្រូវកន្លែងមុនទេគ្រាន់តែចំចង្វាក់បោកគឺថាផ្លាត់ចំហដួលអញ្ចឹងដល់ពេលនេះទៅប្រហែលជា
សោះច្បងមើលសុភាអាចប្រាប់ពីតិចនៃបន្ថែមការចូលគៀកពិតជាមិនមែនជារឿងល្អទេសម្រាប់វាយជាមួយអ្នកដែលមានកម្ពស់ទាបជាងហើយនឹងខ្លីជាងបែបនេះចូលដល់ឆ្វេងបាទអូយអឺប៉ាគាត់ទាត់ហើយគាត់ដល់ទៅភក់គ្នាតែមួយចឹងចាំមើលសុជាតិគាត់រកក្បាច់កែកុកជាមួយនឹងហើនប៉ាយ៉ាងណាដើម្បីយកជ័យជំនះរុញផ្អាប់សុជាតិតែចូលគៀករុញផ្អាប់ហើយអត់មានប្រហែសទេបាទព្រោះហើនប៉ាដៃគាត់លះអត់ឃើញមុខស្មើមុខបាទស្លូតអត់មានស្លូតទេមួយដៃស្ដាំត្រង់របស់សុជាតិល្អមែនទែនចូលទៅមុខហើនប៉ាចូលចាប់រុញផ្អាប់ខ្សែរេញជង្គង់ស្រាញ៉ាកដាបំបែកបាទយើងឃើញថាការប្រកួតរបស់សុជាតិហាក់បីដូចជាល្អិតល្អន់ប្រយ័ត្នប្រយែងទម្រង់ទី1មិនជោគជ័យដូចទម្រង់ទី2ភ្លាមឥឡូវនេះចាប់ផ្ដើមល្អបដាខ្លាចតែភ្លាត់ទេបាទចូលចាប់ខ្លីតែងខ្លីរុញទឹកខ្សែរេញដល់វាយបានបន្ទុកហើយរុញទឹកខ្សែរេញជាបន្តដើម្បីឲ្យអាញាកដាបំបែកគាត់ប្រកួតរៀងថាប្រើខួរក្បាលដែរឆ្លាតរឿងសុជាតិបាទแล้วก็អស់ពីកំពង់ចាប់កៃស្ដាំរុញអបសារេបុកជង្គង់ថែមួយងាកដាបំបែកកៃយ៉ាវាយឡតម្រង់កែបានឡមើលហើនប៉ាគាត់កែវិញឬក៏មិនចឹងណាធាក់ស្ដាំរបស់សុជាតិគាត់ឆ្វេងដល់ឆ្វេងរបស់ហើនប៉ាតែឆ្វេងសងរបស់សុជាតិកែខ្លីរបស់ហើនប៉ាសងមួយភ្លាមការចូលរបស់សុជាតិត្រូវតែប្រយ័ត្នកែឆ្វេងចូលចាប់ពីងាកដាបំបែកដៃជាប់សារេញមើលគូនេះបាទឃើញថាស្វិតស្វាញជាមួយនឹងការកែកុកភ្លាមទម្រង់ភ្លាមចប់ទឹកទី2សំឡុងគេហដ្ឋានរបស់អ្នកកំពុងរងការវាយប្រហារដោយភ្លៀងពូលីនឹងការប្រែប្រួលអាកាសធាតុអ្នកត្រូវការដំបូលដ៏រឹងមាំនិងជាប់ធន់ជាមួយ ISI Power ដំបូលសង្កសីគុណភាពខ្ពស់ផលិតដោយបច្ចេកវិទ្យាជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមគុណភាពស្តង់ដារអន្តរជាតិ ISO ស័ក្តិសមបំផុតសម្រាប់គ្រប់សំណង់អគារនិងគេហដ្ឋានហើយឥឡូវនេះអ្នកមានជម្រើសកាន់តែប្រសើរ ISI Power ជាប់ធន់ជានិរន្តរ៍ទស្សនារូបភាពយឺតទឹកទី2កន្លែងដែលសុជាតិចូលវាយកែខ្លីហើយក៏រុញចាញ់ចូលតែងសោយរបស់ហើនប៉ានេះក៏គ្រោះថ្នាក់ដែរមកកន្លែងនេះចំចការកើមកទៀតការគឺកន្លែងដែលចំណុចកំឡប់ខ្លាំងជាងគេសម្រាប់មនុស្សយើងកន្លែងអាគៀមហ្នឹងគឺកន្លែងលេខ1ហើយបាទបាំងល្មិតមុងបាទបែកចេញបលបែកបាទធ្ងន់ក្លប់ចង្ឈើតែម្ដងបាទអរគុណដល់អ្នកឧបត្ថម្ភធំគឺ ISI Palm ISI Palm ផលិតផលស័ង្កសីពណ៌គុណភាពខ្ពស់ផលិតតាមបច្ចេកវិទ្យាទំនើបជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមស្តង់ដារជាបាទអន្តរជាតិ ISO 9001 និង 2008 ស័ក្តិសមបំផុតសម្រាប់គ្រប់សំណង់អគារឧស្សាហកម្មពាណិជ្ជកម្មនិងគេហដ្ឋានរបស់លោកអ្នក ISI Palm ជាប់ធន់ជានិរន្តរ៍ទី3តាមដានទឹកទី3បន្តទៀតបាទគូនេះគឺចាប់ផ្ដើមតម្រុកគ្នាតាំងពីចុងទឹក1មកម្លេះឥឡូវឈានចូលទឹក3ហើយមួយជើងម្នាក់ធ្ងន់ដូចគ្នាតាមទៅជាតិឆ្វេងរបស់ហើនប៉ាជាអ្នកបណ្ដាលឆ្វេងបាទចង់ប្រយ័ត្នខាងឆ្វេងបោកទៅជាតិទួលឡើងប៉ាឡើងមិនត្រឡប់ពីត្រឡប់បាទចង្វាក់កាច់របស់ហើនប៉ាហាក់បីដូចជាល្អមែនតើបាទចឹងសុជាតិដោតម្រងវាយចម្ងាយវិញ1 2ត្រង់ល្អរបស់សុជាតិវាយក្បាច់វាយបាទប្រើខួរក្បាលតបពីកម្លាំងអូយឆក់ឆ្វេងជាតិដល់ស្ដាំមួយទៀតចូលចាប់តម្រងនេះគឺល្អបាទសុជាតិប្រើតម្រងនេះបានបើសិនជាហើនប៉ាមិនបានដូរតម្រងនៃការវាយទេសុជាតិមានឱកាសឈ្នះច្រើនព្រោះវាយឆ្មក់
ចំគោលដៅឲ្យចូលចាប់បាទដោយមិនអើនហ្វាមិនអាចស្វ័យសងមកវិញបានគាត់ជើងក្រោមរបស់ជាតិចូលដល់ត្រង់ចាប់ទៀតហើយជង្គង់ឆ្វេងរបស់ហឺនហ្វាជង្គង់ស្ដាំរបស់សុជាតិបាទម្នាក់ឆ្វេងម្នាក់ស្ដាំសុជាតិគេប្រើស្ដាំហើយហឺនហ្វាគេប្រើឆ្វេងម្នាក់មួយជើងអាយ៉ាអូផ្លៃដាល់ស្ដាំរបស់សុជាតិកែងសោយរបស់ហឺនហ្វាចំណុចដែលរស់គ្រោះថ្នាក់គឺកែងសោយរបស់ហឺនហ្វានឹងឯងបើសុជាតិបាត់បានឱកាសឈ្នះប្រហែលជាមានច្រើនអូចាប់បាទហឺនហ្វានៅពេលដែលចូលអោបផ្លៃគេតែងតែលើកកែងឆ្វេងរបស់គេសោយមកនាំហុកបាទតែប្រហែលដងហើយគឺ3 4ដងនេះគឺថាមិនចំគោលដៅចំតែម្ដងគឺទឹកទី2បាទអាយអូយកែងឆ្វេងរបស់សុជាតិក៏ចាញ់ដែរបាទហឺនហ្វាចាប់តាមកោនមុខចុះហើយបាទលែងខ្វល់ខ្វាយអ្វីទាំងអស់ញ៉ាកណាបបែកជិតចូលចាប់ដល់មួយពីអាយ៉ាទៅហើយហឺនហ្វាចាប់ដើមរៀងកាយវិការយឺតតិចហើយនៅពេលដែលសុជាតិវាយត្រូវចំគោលដៅផ្ទៃមុខបាទហើយអូយអើយទេខ្ញុំថាហើយជំរាបជូនកុំភ្លេចតិចរឿងកែងឆ្វេងរបស់ហឺនហ្វានេះគឺជាចំណុចគ្រោះថ្នាក់តែមួយគត់សូជាតិអាចមានសង្ឃឹមតិចណាស់នឹងការក្រោករួចបាទយ៉ាងណារាប់ដល់10សូជាតិមានកម្ពស់នៅផ្ទៃមុខបាទធ្ងន់ធ្ងរមិនអាចក្រោករួចបានទេអាញាកណ្ដាលនឹងក្រុមពេទ្យឡើងទៅជួយសង្គ្រោះហើយបឋមបាទនេះគឺជាចំណុចដែលខ្ញុំបានជម្រាបថាគ្រោះថ្នាក់របស់ហឺនហ្វាមានតែកែងឆ្វេងមួយមុខគត់បាទសូជាតិត្រូវតែគ្រប់គ្រងអារម្មណ៍មួយនេះបានកន្លែងដែលចូលនេះហឺនហ្វាតែតែសើចកែងឆ្វេងទៅនេះបាទកន្លែងហ្នឹងដែលជាចំណុចគ្រោះថ្នាក់របស់ហឺនហ្វាប្លែកណាស់ប្លែកណាស់បាទ4ដងហើយតែបានសម្រេចលើកចុងក្រោយនេះហឺនហ្វាធ្វើបានសម្រេចកែងឆ្វេងរបស់គេគណៈដែលសុជាតិចូលភ្លេចខ្លួនបាទសូមបាទគួរឲ្យសោកស្ដាយផងដែរគឺតម្រងវាយ3ទឹកកន្លងមកនេះសុជាតិធ្វើបានល្អមែនបាទបន្ទុកគឺថាអាចឈ្នះដាច់ហើយតែលាត់មួយកែងឆ្វេងនេះតែម្ដងបាទនេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់ការប្រកួតរបស់ព្រឹងសុជាតិលើកនេះប៉ុន្តែយ៉ាងណាការសងសឹកនៅតែមានជាថ្មីតែបាទឃើញថាសោយមកកាញ់បាញ់មិញមានឈាមហូរប្រហែលជាអាចចំក្តៅច្រមុះឬក៏ចំកន្លែងណាកបោមាត់បាទគឺឈាមច្រើនដែរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជ័យជំនះដោយផ្ដួលដៃគូរបស់ខ្លួនបោះបង់ការប្រកួតនៅក្នុងទឹកទី3បានទៅលើបង្គោលខៀវរឿងហ្វាស៊ីណាយកថៃបាទហើយសូមគោរពអញ្ជើញខាងក្រុមហ៊ុន ISI ផាមកផ្ដល់ថវិកាជូនដល់កីឡាករថៃនិងកីឡាករកម្ពុជាផងដែរបាទសូមអញ្ជើញបាទតាមវាប្រហារដោយភ្លៀងចោលធូលីនឹងការប្រែប្រួលអាកាសធាតុអ្នកត្រូវការដំបូលដ៏រឹងមាំនិងជាប់ធន់ជាមួយ